ជាអត់ផុតទេពាក់ព័ន្ធទៅនឹងការចាប់ពាក់គេនៅពេលដែលយើងចាប់ផ្ដើមចេញរកស៊ីដំបូងអ្នកខ្លះគឺគាត់ចេញរកស៊ីដំបូងគឺគាត់ខ្ចីធនាគារអ្នកខ្លះគឺគាត់បានខ្ចីបងប្អូនមិត្តភ័ក្តិពួកម៉ាក់ម៉ាក់ប៉ានិយាយទៅគឺច្រើនខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាអ្នកខ្លះគឺគាត់មានបញ្ហាជាប់គាំងមិនមែនគាត់អត់ចង់ដោះស្រាយបញ្ហាហ្នឹងទេហើយមិនមែនគាត់មិនចង់សងគេរួចទេប៉ុន្តែពេលខ្លះគឺគាត់ស្ទះខ្លាំងមែនតើហើយគាត់មានពេលវេលាអ្វីដែលអ្នកជពាក់គេចង់បានដូចជាខ្ញុំជពាក់គេពីមុនគឺខ្ញុំចង់បានពេលវេលាពីអ្នកដែលយើងជពាក់នឹងខ្លាំងមែនតើប៉ុន្តែគេអត់ចង់បានអញ្ចឹងគេគឺចង់បានលុយគេចង់បានឲ្យយើងសងគេឲ្យត្រូវពេលវេលាហើយសងគេឲ្យបានគ្រប់នៅចំនួនដែលយើងបានជពាក់គេនេះគឺជាបញ្ហាដែលចម្បងខ្លាំងមែនតើដែលគាត់ពិបាកចិត្តមិនថាទាំងបងអ្នកដែលគាត់ធ្លាប់ជួបបញ្ហាហ្នឹងឬមិនថាទាំងខ្ញុំផ្ទាល់ដែលធ្លាប់ជួបនៅបញ្ហាហ្នឹងផ្ទាល់តែម្ដងគឺខ្ញុំបានដកខ្លួនចេញពីបញ្ហានេះមិនមែនដកខ្លួនទេណាគឺអាចដោះស្រាយបញ្ហានេះបានដោយសារតែកត្តាជាច្រើនតែអីដែលខ្ញុំចង់ប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាគឺដោះស្រាយបញ្ហានេះបានគឺដោយសារតែការលក់អនឡាញសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំលក់អនឡាញតែម្ដងនេះជំហាននៅក្នុងការដោះស្រាយបញ្ហាមួយវាមានដំណាក់កាលវាអ្នកខ្លះគេដោះស្រាយបែបគេចឹងទៅតែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំលក់អនឡាញគឺខ្ញុំចាប់ផ្ដើមនៅលើវិស័យអនឡាញអញ្ចឹងនៅពេលដែលបងប្អូនច្រើនខ្លាំងមែនតើខ្ញុំធ្លាប់ជួបភ្ញៀវណាអ្នកខ្លះគឺគាត់រកចំណូលបាន$10,000 ក្នុងមួយថ្ងៃណាតែគាត់ទប់ជាមួយនឹងចំណាយដែលគាត់ចាយវិញហ្នឹងគឺអត់គ្រប់សោះហ្មងអញ្ចឹងគឺគាត់ពិបាកខ្លាំងមែនតើតែអ្វីដែលយើងចង់និយាយនៅក្នុងថ្ងៃនេះគឺបងប្អូនទាំងអស់គ្នាអាចចេញពីបញ្ហាហ្នឹងឬក៏អាចដោះស្រាយពីបញ្ហាហ្នឹងមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងបងប្អូនទាំងអស់គ្នាអាចតាក់ទងប្រឹក្សាយោបល់ជាមួយនឹងខាងយើងទៅបើសិនជាអ្នកទាំងអស់គ្នាចង់ពិតជាដោះស្រាយបញ្ហាហ្នឹងមែនអាចនិយាយពាក្យថាចង់ដោះស្រាយបញ្ហាហ្នឹងទៅហើយក្រុមការងារនឹងឆាតទៅវាមានជំរើសពីរដែលបងប្អូនទាំងអស់គ្នាអាចធ្វើវាបានទី1គឺព្យាយាមនៅក្នុងការបង្កើនទីផ្សារនៅក្នុងការលក់ការ build ខ្លួនឯងខ្ញុំជឿជាក់អ្នកដែលគាត់កំពុងតែមានបញ្ហាគ្មានអារម្មណ៍ធ្វើរឿងទាំងអស់ហ្នឹងទេប៉ុន្តែបើគាត់ជំនះរឿងហ្នឹងបានគឺល្អខ្លាំងមែនទែនហើយសម្រាប់ទី2គឺទៅជួបជាមួយនឹងគ្រូឯកទេសនឹងការជំនាញនៅក្នុងការដោះស្រាយបញ្ហានឹងជូនដល់ពួកគាត់នៅពេលដែលគាត់ចាប់ផ្ដើមដឹងពីកលឹះនឹងវិធីហើយចាំត្រឡប់មកលក់អនឡាញនេះវិញមកបរិយាអាជីវកម្មមកបរិយាការឲ្យបងប្អូនទាំងអស់គ្នាបានឃើញនឹងស្គាល់ពួកគាត់បន្ថែមនៅពេលដែលគាត់ទៅជួបគ្រូឯកទេសហើយអញ្ចឹងបើសិនជាមានបញ្ហាទាំងអស់ហ្នឹងអាចតាក់ទងចូលក្នុង page របស់ពួកយើងផ្ទាល់ឬក៏បងប្អូនទាំងអស់គ្នាអាចឆាតមកលេខ016 26 35 34នេះគឺជា Telegram ខាងយើងផ្ទាល់តែម្ដងយើងចាំប្រឹក្សាយោបល់ជូនបងប្អូនទាំងអស់គ្នាមិនថាការលក់អនឡាញការជាប់គាំងនៅបញ្ហាផ្សេងដែលដោះស្រាយអត់ចេញពិបាកនៅក្នុងការដោះស្រាយអាចតាក់ទងមកកាន់ page យើងបានគឺយើងឈរនៅទីនេះនៅត្រង់នេះចាំប្រឹក្សាយោបល់ជូនបងប្អូនទាំងអស់គ្នានៅក្នុងនាមអ្នកដែលធ្លាប់មានបញ្ហាទាំងអស់ហ្នឹងគឺខ្ញុំមានវិធីនៅក្នុងការដោះស្រាយបញ្ហាហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងបន្ថែមអាចតាក់ទងចូលមកកាន់ page របស់ពួកយើងបន្តបាន